ជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តដែលកំពុងតាមដានជាមួយនឹងប្លុកថ្មីអញ្ចឹងប្លុកថ្ងៃនេះខ្ញុំមកធ្វើការថតឲ្យពុកម៉ែបងប្អូនទស្សនាម្ដងទៀតជាមួយនឹងការរៀបចំសង្ក្រាន្តនៅក្នុងខេត្តរតនគិរីថ្ងៃ14 15 16អញ្ចឹងណានៅក្នុងខេត្តរតនគិរីពុកម៉ែបងប្អូនអាចមកលេងបានទស្សនាបានទាំងអស់គ្នាមិនថាពុកម៉ែបងប្អូនមកពីខេត្តឆ្ងាយខេត្តជិតខេត្តអីអញ្ចឹងអាចមកលេងបានទាំងអស់គ្នាហើយនេះក្នុងបរិវេណរតនគិរីដែលខ្ញុំជិះចូលមកថតឲ្យពុកម៉ែបងប្អូនទស្សនាហើយនេះស្តង់គេកំពុងរៀបចំអីអញ្ចឹងណាកន្លែងនេះគឺគេលក់ដូរលក់អីអញ្ចឹងទៅពុកម៉ែបងប្អូនអាចមកជួលបានអីអញ្ចឹងទៅហើយនៅក្នុងខេត្តខ្ញុំនេះពិតជាមានការស្រស់ស្អាតទីទៀតខ្ញុំនឹងថតឲ្យពុកម៉ែបងប្អូនជុំវិញខេត្តរបស់ខ្ញុំឲ្យពុកម៉ែបងប្អូនទស្សនាអញ្ចឹងណាអានេះគឺជាបរិវេណនៅខាងក្នុងអញ្ចឹងណាពេលដែលគេធ្វើកម្មវិធីគេធ្វើនៅកម្មវិធីខាងក្នុងហ្នឹងអញ្ចឹងពុកម៉ែបងប្អូនអាចមកលេងបានគឺសប្បាយមែនតើអានេះដោយសារគេទំរៀបចំអញ្ចឹងទៅឃើញពុកម៉ែបងប្អូននេះបរិវេណដែលធំមែនតើចឹងអាចមកលេងបាននេះគេកំពុងរៀបចំរៀបអីអញ្ចឹងនៅក្នុងហ្នឹងអាចតែមានអីប្លែកហ្មងឆ្នាំនេះអញ្ចឹងពេលពុកម៉ែបងប្អូនដែលគាត់មកដល់គឺបរិវេណមន្ទីរខេត្តរតនគិរីពុកម៉ែបងប្អូនអាចទាំងឃើញហើយបរិវេណខាងក្រៅដែលខ្ញុំចេញមកថតឲ្យពុកម៉ែបងប្អូនមានការរៀបចំស្អាតមែនតើមានការដាក់ពាងដាក់អីចឹងទុកឲ្យពុកម៉ែបងប្អូនមកលេងអីចឹងទៅសប្បាយមិនខ្វះទេទឹកឆ្នាំនេះបាទឆ្នាំមុនរៀងខ្វះទឹកតែឆ្នាំនេះមិនអាចខ្វះទឹកបានទេព្រោះគ្រប់កន្លែងដែលកន្លែងលេងហ្នឹងគឺសុទ្ធតែពាងនៅជុំវិញអញ្ចឹងយើងអត់រួយបារម្ភក្នុងការលេងទេព្រោះនេះគឺជាតំបន់ត្រជាក់អញ្ចឹងណាពុកម៉ែបងប្អូនបន្តមកខ្ញុំជិះទៅថតឲ្យពុកម៉ែបងប្អូននៅមុខបន្តទៀតអីចឹងទៅដើម្បីឲ្យឃើញទេសភាពស្អាតនៅក្នុងខេត្តរតនគិរីដែលគេកំពុងតែរៀបចំពិធីសង្ក្រាន្តចូលឆ្នាំថ្មីអញ្ចឹងណាពុកម៉ែបងប្អូននេះដោយសារគេរៀបចំមកតន់ហើយទេហ្នឹងហើយពុកម៉ែបងប្អូនគ្រាន់ការតុបតែងអីទៅតិចតួចនៅបន្ថែមអីទៀតអញ្ចឹងណាបន្ទាប់មកខ្ញុំធ្វើការដំណើរកំសាន្តយើងធ្វើការជិះទៅកន្លងចុះកន្លងឡើងដើម្បីមើលកន្លែងនោះដែលស្អាតហើយថតឲ្យពុកម៉ែបងប្អូនទស្សនាដើម្បីឲ្យដឹងអីចឹងណាបន្ទាប់មកនៅមុខសាលាខេត្តរបស់ខ្ញុំគឺមានការរៀបចំដាក់ជាមួយនឹងរបស់ដែលជារបស់ខ្មែរយើងអញ្ចឹងណាសង្ក្រាន្តចូលឆ្នាំថ្មីឆ្នាំ2025អញ្ចឹងណាត្រូវជាឆ្នាំអាសាញ់ហ្នឹងពុកម៉ែបងប្អូននេះគឺជារបស់ដែលបុរាណខ្មែរយើងអញ្ចឹងទៅមានអីផ្សេងនៅមុខយើងដែលសម្រាប់ដាក់តាំងអីចឹងហ្នឹងឯងពុកម៉ែបងប្អូនកុំភ្លេចចូលមកតាមដានទស្សនាហើយចូលមកលេងនៅខេត្តខ្ញុំឲ្យបានច្រើនផងដែរបាទតាមបណ្ដាខេត្តផ្សេងដែលគាត់ចង់មកលេងនៅខាងខេត្តខ្ញុំអីចឹងទៅនេះគឺជាវត្ថុគេដំណើរពីខ្មែរអញ្ចឹងទៅមានមួកមានអីអញ្ចឹងទៅហើយបន្ទាប់មកខ្ញុំធ្វើការដំណើរទៅថតនៅកន្លែងផ្សេងឲ្យពុកម៉ែបងប្អូនទស្សនាបន្ថែមទៀតអីអញ្ចឹងណានេះគឺស្អាតមែនតើគឺការរៀបចំសង្ក្រាន្តដែលនៅទល់មុខបរិវេណបឹងកន្សែងហ្នឹងឯងផ្លូវចូលទៅទឹកបឹងកន្សែងហ្នឹងពុកម៉ែបងប្អូនដោយសារតែមួយឆ្នាំមានតែម្ដងអញ្ចឹងពុកម៉ែបងប្អូនពេលមកលេងហ្នឹងកុំប្រកែប្រកាន់គ្នាហើយលេងហ្នឹងគឺលេងកុំឲ្យលឹះលួសខ្លាំងពេកអីអញ្ចឹងណាពុកម៉ែបងប្អូនបើសិនយើងលេងត្រឹមធម្មតាចេះអត់មានជាបញ្ហាទេអញ្ចឹងសារដាស់តឿនមួយពីខ្ញុំផងដែរបាទជួយយើងលេងទៅខ្មែរដូចគ្នាយើងលេងកុំប្រកែប្រកាន់គ្នាតែកុំឲ្យលេងជ្រុលពេកអីអញ្ចឹងទៅតោះមកយើងបានមកដល់កន្លែងរង្វង់មូលដំរីហ្នឹងឯងពុកម៉ែបងប្អូនគេបាញ់ទឹកចាប់ពីរង្វង់មូលនាគមកដល់រង្វង់មូលដំរីហ្នឹងឯងពុកម៉ែបងប្អូនយើងមកលេងម្ដងហ្នឹងដឹងថាសប្បាយអែមកប់មែនតើបាទទីធ្លាបរិវេណគឺស្អាតស្រស់ស្អាតតែម្ដងនេះគឺជាអេក្រង់ LED បាទគេទុំដាក់នៅក្នុងខេត្តអីចឹងណាពុកម៉ែបងប្អូនបន្ទាប់មកខ្ញុំធ្វើការជិះដំណើរកំសាន្តមួយជុំសិនដែរមុខបឹងកន្សែងហ្នឹងឯងពុកម៉ែបងប្អូនដើម្បីផ្ដិតទេសភាពស្រស់ស្អាតនៅមុខបឹងឲ្យពុកម៉ែបងប្អូនទស្សនាអញ្ចឹងណាក៏ប្រកាសឲ្យខ្ញុំថតនេះរយៈពេលម៉ោងពេលថ្ងៃតែម្ដងបាទម៉ោង2 10ថ្ងៃអាទិត្យអីចឹងទៅថតឲ្យពុកម៉ែបងប្អូនដោយសារថ្ងៃអាទិត្យហ្នឹងមានតែមួយថ្ងៃទេដែលខ្ញុំតនេអញ្ចឹងណាអញ្ចឹងខ្ញុំធ្វើការមកថតឲ្យពុកម៉ែបងប្អូនទស្សនាព្រោះចិត្តដល់វិធីចូលឆ្នាំប្រពៃណីខ្មែរយើងខាងមុខហ្នឹងហើយថតតែប្រហែលថ្ងៃទៀតទេកុំឲ្យខកខានទាំងអស់គ្នាពុកម៉ែបងប្អូនអាចមកលេងខេត្តរតនគិរីបានច្រើនផងដែរបាទអញ្ចឹងពុកម៉ែបងប្អូនមើលទស្សនវិជ្ជានៅជុំវិញបឹងកន្សែងទៅពិតជាស្រស់ស្អាតមែនតើបាទនៅពេលថ្ងៃអីចឹងណាពេលល្ងាចអីក៏ស្រស់ស្អាតដែរមានមនុស្សមកហាត់ប្រាណអីជុំវិញអីចឹងទៅដោយសារនេះពេលថ្ងៃចឹងទៅអត់សូវមានមនុស្សនៅជុំវិញបឹងអីចឹងទេហើយខ្ញុំថតនេះមកថតឲ្យពុកម៉ែបងប្អូនទស្សនាទេអញ្ចឹងកុំភ្លេចជួយចុច like Subscribe Channel នឹងម្នាក់មួយហើយនឹង Follow Page នឹងម្នាក់មួយអរគុណច្រើនជម្រាបជួបគ្នាវីដេអូក្រោយ